របៀបបែងចែកត្រាយដើម្បីផ្ទុកឯកសារនៅក្នុងកុំព្យូទ័រចឹងដំបូងអ្នកទាំងអស់គ្នាចុចមកខាងស្ដាំចំនៅលើប៊ូតុង Start បន្ទាប់មកយើងជ្រើសរើសពាក្យ Disk Management បន្ទាប់មកទៀតយើងឃើញមានត្រាយ2នៅលើកុំព្យូទ័ររបស់ខ្ញុំគឺត្រាយ C ហើយនិងត្រាយ D អញ្ចឹងខ្ញុំចង់បំបែកត្រាយមួយទៀតដែលមានទំហំ 20GB ពីត្រាយ D នេះអញ្ចឹងត្រាយ D វានឹងនៅសល់ 780GB អញ្ចឹងដើម្បីបែងចែកត្រាយអញ្ចឹងអ្នកទាំងអស់គ្នាចុចមកខាងស្ដាំនៅលើត្រាយដែលយើងចង់បំបែកបាទបន្ទាប់មកយើងយកពាក្យថា Screen Volume បន្ទាប់មកនេះគឺជាចំនួន MB ដែលយើងចង់បំបែកវាគិតជា MB អញ្ចឹងខ្ញុំចង់បំបែកជា 20GB អញ្ចឹង 1GB គឺស្មើនឹង 1024 MB អញ្ចឹងអ្នកទាំងអស់គ្នាបើក Casio យើងមកអញ្ចឹងខ្ញុំចង់បាន 20G អញ្ចឹងយើងយកចំនួន 1GB គឺស្មើនឹង 1024 MB គុណជាមួយនឹងចំនួន GB ដែលយើងចង់បានអញ្ចឹងខ្ញុំចង់បាន 20 អញ្ចឹងខ្ញុំគុណនឹង 20 បាទស្មើអញ្ចឹងយើងបានទំហំ 10480 MB អញ្ចឹងយើងវាយត្រង់នេះមក 20480 MB បាទអញ្ចឹងវាស្មើនឹង 20GB អញ្ចឹងខ្ញុំចុច Screen នេះគឺជាត្រាយដែលយើងបានបង្កើតមិញគឺវាមានទំហំ 20GB អញ្ចឹងនៅត្រង់នេះគឺវាសល់ 780GB អញ្ចឹងត្រាយនេះគឺមិនទាន់អាចប្រើប្រាស់បាននៅឡើយទេអញ្ចឹងអ្នកនរគ្នាចុចមកខាងស្ដាំមកចំនៅលើត្រាយនេះមកបន្ទាប់មកយើងយកពាក្យថា New Simple Volume ចុច Next អញ្ចឹងនៅត្រង់នេះគឺជាអក្សរតាងឲ្យត្រាយរបស់យើងអញ្ចឹងយើងចង់ដាក់ត្រាយ A ត្រាយ B ត្រាយ C ត្រាយ L ត្រាយ K អញ្ចឹងស្រេចទៅលើយើងអញ្ចឹងឥឡូវខ្ញុំជ្រើសរើសត្រាយ A ចុះតែមកយើងចុច Next អញ្ចឹងនៅត្រង់នេះគឺជាឈ្មោះត្រាយរបស់យើងណាអ្នកនរគ្នាអាចដាក់ឈ្មោះអ្វីក៏បានដែរណាឥឡូវខ្ញុំដាក់ឲ្យដូចនៅក្នុងកុំព្យូទ័រចុះអញ្ចឹងខ្ញុំដាក់ថា local disk ចង់ដាក់ឈ្មោះយើងក៏បានដូចគ្នាដែរណាអញ្ចឹងខ្ញុំចុចពាក្យថា next finish អញ្ចឹងខ្ញុំទទួលបានត្រាយថ្មីមួយទៀតក្រៅពីត្រាយ D គឺត្រាយ A ដែលវាមានទំហំ 20GB ចុះក្នុងករណីនេះគ្នាយើងចង់លុបត្រាយនេះមកវិញអញ្ចឹងអត់មានអីពិបាកទេយើងគ្រាន់តែចូលមកកាន់ Disk Management ដដែលហើយយើងធ្វើការលុបមកចុចមកខាងស្ដាំនៅលើត្រាយដែលយើងចង់លុបហើយយកពាក្យថា delete តើមកយើងចុចពាក្យថា yes បាទបន្ទាប់មកត្រាយចំនួន 20GB នេះគឺវាមិនទាន់បានចូលនៅក្នុងត្រាយ D នៅឡើយទេអានេះយើងលុបចោលណាអញ្ចឹងយើងធ្វើការ extend វាដើម្បីដាក់ឲ្យចូលនៅក្នុងត្រាយ D របស់យើងវិញណាអញ្ចឹងយើងចុចមកខាងស្ដាំនៅលើត្រាយ D ហ្នឹងមកបាទហើយបន្ទាប់មកយើងជ្រើសរើសពាក្យថា extend volume បាទអញ្ចឹងអាចចំនួន 20GB ដែលយើងបានលុបមិញគឺវានឹងចូលនៅក្នុងត្រាយ D របស់យើងវិញបាទបន្ទាប់មកយើងចុច next បាទចុច next ចុច finish អញ្ចឹងត្រាយរបស់យើងលោតមក 800GB វិញ